สมจูนเรื่องสนายแพะกระไดสมอัญเชิญเจษนาโดยเสกได้รีโดยต่อเติมชีวิตดอกคำสอนระบนิตาบ้านจับดามในขนมสกดอกดัชรยาลมวยนักไอไข่นิ่งเจ้าคนใส่ใจมวยกุดระบสตรีใหม่ๆชมุกอมยานมีจมือประจำกายให้ชีวิตเพียบครูสาขอกั้นแต่ฟ้าขาดเตออีตาตั้งบังคอมจัดเพื่อการครบแบบย่างตามใบโรประจันจ้ำหายออกเพียงจันเอ๋ยให้ทวีก็โลกมันจังบนลือCôn còn triền ấy máy đằng thà côn trong ai mai sập bài chết tài máy mình chọn ai côn triền tê máy mình chăm bạch kịch tràn tê nị ta nằm mờ thải mai hải ban lo mầm phốt nị ta thưa vây cục giang làm bày máy cứ chia mà nô tam lẹ cốt đài nị ta miên máy sòng khâm thà côn nằng bàn chụp mà nô pro lõ mới thai để xa côn trồng nụ máy trong ai côn miền sụp hẹ miền cốt nị ta nâng trong trăm bịa mai tái về nị ta xôm mơ thai mai sẵn chốc rước xèn chiết túc bịa cao đối tượng rồi nâng chia biệp con rộng bạc mình bán nị ta sầm rách chật noa mái thua đầm đào son preng móc ti còng đầm bấy xoay đâu cả nghề thử bộ kể sòng khâm thả chỉ vật nơi ti còng nâng pro xa chuyện nước dọc dài ngay mũi đòi xa tại kliên bể ý ta bán lục bú địa minh do mà đặt đòn nị ta phong nị ta kliên na mày khỉ nhóm có kliên đai nị ta xong mà hộp đại bù mì hộp nửa sọ bàn tế nị ta nâng ở con bù mình khẳng na ok chăm bù hộp ruột chăm bù áo té niên ai sạch mà lẽ móc pin à thôi ấy nắng hey rồi giả pro buồn đừng na cùng chạy tại mơ xây sạch bể nè niềng thua ấy nắng niềng hiền mong sớm tiền cái nòng hàng rồi bỏ giường phong niềng đừng tế thả niềng còn bông thua khôi ký mua rồi bỏ hàng giường hơi tranh bị tin đi phim và mình chọn ở giường hai bộ lì 100 niềng nị ta sống tốt nị ta nâng tranh tới lý sống lột còn hai bộ lý cùng thua bạp niêng nhom hỏi lùi nè niếng con ta kliên bể dịch tá nhom nâng tay nhà hà hỏi niêng ok niếng trong một rùa nơi chỉ mùi nhom tế nhom nâng tụm lục bồng rong niếng ở điền sốt hỏi miền trong này đắng hỏi khai chìm đồ lõ nhom nâng hỏi lùi cả niếng làm bay chai phòng đai mãi bật triệt đều vào đá nị ta ở côn mãi na nị ta nâng song côn mãi
អ្នកមីងនីតានេះគឺជាផ្ទះរបស់ខ្ញុំបើចង់បានសុខសប្បាយធ្វើតែតាមអ្វីដែលខ្ញុំប្រាប់ទៅនឹងបានសុខចម្រើនហើយកុំភ្លេចណានីតា ចាស់អ្នកម៉ែនីតាសូមអរគុណអ្នកម៉ែខ្លាំងណាស់ចំពោះទឹកចិត្តដ៏សប្បុរសរបស់អ្នកម៉ែសូមជូនពរអ្នកម៉ែឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនចាអ្នកស្រីខ្ញុំសូមអរគុណខ្លាំងណាស់ចំពោះទឹកចិត្តដ៏សប្បុរសរបស់អ្នកស្រីនេះ មិនអីទេចាំតែធ្វើតាមអ្វីដែលខ្ញុំប្រាប់ទៅជាការប្រសើរហើយនីតាសប្បាយចិត្តណាស់ព្រោះគិតថាបានជួបទេវតាមកជួយសង្គ្រោះជីវិតតែនាងមិនដឹងថានាងកំពុងធ្លាក់ក្នុងរណ្ដៅដ៏ជ្រៅដែលពោរពេញទៅដោយភាពខ្មៅងងឹតនោះទេនាងមិនដឹងថាចិន្តាជាមនុស្សស្រីដ៏សាហាវគ្មានសិលធម៌នោះទេពិសេសចង់ជួបនាងភ្ញៀវនេះចិត្តល្អណាស់គេនឹងឲ្យលុយនាងយ៉ាងច្រើននាងគ្រាន់តែញញឹមដាក់គេបន្តិចទៅបានហើយភ្ញៀវបែបណានេះមិនចង់ជួបភ្ញៀវទេនីតាចង់លឺមើលថែម៉ែឈឺណាស់នីតាមិនអាចទុកគាត់ចោលបានទេ នីតាស្ដាប់ម៉ែសិនគាត់គឺជាកំឡោះចាស់គាត់ស្វែងរកប្រពន្ធយូរហើយតែមិនត្រូវចិត្តគ្នាសោះឥឡូវគាត់ចង់នាំនីតាដើរលេងជាមួយគ្នាដើម្បីឲ្យយល់ចិត្តគ្នាសិនមុននឹងចូលស្ដីដណ្ដឹងនីតាសូមនីតាជឿម៉ែចោះ ម៉ែគឺនាងឬដែលមកប្រាប់ខ្ញុំថាម៉ែទៅរកបានថ្មីនោះខ្ញុំពេញចិត្តនាងខ្លាំងណាស់នាងពិតជាស្អាតមែន ឯងកុំនិយាយផ្ដេសផ្ដាស់ពេកនិយាយស្រួលបួនបន្តិចទៅយើងលំបាកខ្លាំងណាស់ទម្រាំរកនាងមកបាននេះ ម៉ែខ្ញុំមិនទៅដើរលេងជាមួយគាត់ទេខ្ញុំខ្លាចគាត់ធ្វើបាបខ្ញុំ ឯងទៅជាមួយគាត់ទៅគាត់ស្រឡាញ់ឯងខ្លាំងណាស់ឯងចង់បានអ្វីក៏គាត់ឲ្យឯងដែរឯងគិតមើលចុះ មែនហើយនាងព្រមទៅដើរលេងជាមួយខ្ញុំទៅនាងចង់បានអ្វីខ្ញុំទិញឲ្យនាងទាំងអស់ពីព្រោះខ្ញុំស្រឡាញ់នាងស្អាត ទេឲ្យខ្ញុំដើរលេងជាមួយពូបន្តិចទៅព្រោះខ្ញុំមិនដែលស្គាល់ពូពីមុនមកផង នីតាឯងស្ដាប់ម៉ែឯងទៅដើរលេងជាមួយគាត់ទៅគាត់ស្រឡាញ់ឯងខ្លាំងណាស់ឯងចង់បានអ្វីក៏គាត់ព្រមប្រគល់ឲ្យឯងដែរ កុំធ្វើមុខចឹងអីកូនត្រូវតែរីករាយឡើងដើម្បីបានទៅដើរលេងជាមួយគាត់សប្បាយទាំងអស់គ្នា នីតាលោកស្រីក៏មានគុណចំពោះយើងខ្លាំងណាស់កូនត្រូវស្ដាប់តាមគាត់ផងកុំឲ្យគាត់ខកចិត្តជាមួយកូនណាតែគាត់ឲ្យកូនទៅដើរលេងជាមួយអ្នកដែលមិនដែលស្គាល់គ្នាកូនខ្លាចតែគេធ្វើបាបកូនទេណាម៉ែ ខ្ញុំដើរទៅលេងនៅ
នៅឯណាដែរហ្នឹងគឺបើកយូរហើយមិនតន់ដល់កន្លែងសោះពួកគាត់នាំខ្ញុំទៅណាខ្ញុំប្រញាប់ទៅផ្ទះវិញផងកុំទៅឆ្ងាយពេក គឺបងនាំអូនមកលេងកន្លែងសប្បាយនឹងណាអូនកុំព្រួយបងនាំអូនសប្បាយឲ្យណានៃម្ដងទៅដល់កន្លែងដែលយើងត្រូវសប្បាយហើយអូនចាំតែមើលទៅអូនពេញជាតិអូនដឹងហើយណែវើយពួកអាដែងយើងបាននាំនាងមកដល់ហើយពួកឯងនាំគ្នាចាត់ការនាងទៅ លោកប្រងធ្វើអ្វីហ្នឹងកុំធ្វើបាបខ្ញុំខ្លាចហើយជួយផងអ្នកណាក៏បានដែរសូមជួយខ្ញុំផងមានគេចង់ធ្វើបាបខ្ញុំហើយជួយខ្ញុំផង កុំស្រែកអូនសំឡាញ់ព្រមទៅតាមសប្បាយជាមួយបងតាមសម្រួលទៅគ្មានអ្នកណាអាចមកជួយអូនបានទេ ណែពួកជនអន្តពាលទាំងអស់គ្នាហើយដល់vậyក៏ពួកឯងហ៊ានធ្វើបាបមនុស្សស្រីទាំងបណ្ដាថ្ងៃត្រង់ដូច្នេះពួកឯងត្រូវតែដោះលែងនាងឥឡូវនេះភ្លាមទៅបើមិនចង់ជឿសាច់យើងត្រូវតែប្រដៅពួកឯងឲ្យស្គាល់ស្នាមខ្លាំងម្ដងហើយទៅបាន ណែអ្នកកំឡោះកុំមកចង់ចេះដឹងរឿងរបស់យើងវាជារឿងរវាងយើងនិងនាងខាងនេះទេយើងចង់សប្បាយជាមួយនាងជារឿងរបស់ពួកយើងឯងថយចេញឲ្យឆ្ងាយទៅបើមិនចង់ឈឺសាច់ យើងត្រូវតែប្រដៅឯងឥឡូវនេះទៅបាន សូមអរគុណបងប្អូនខ្លាំងណាស់ដែលបានមកជួយខ្ញុំតាន់ពេលវេលាកុំអីពួកជនអន្តពាលទាំងអស់នេះធ្វើបាបខ្ញុំបាត់ទៅហើយខ្ញុំសូមអរគុណបងណាស់បងមិនអីទេប្អូនវាគឺជាទឹកចិត្តរបស់ខ្ញុំដែលខ្ញុំចង់តែធ្វើនៅពេលឃើញជនអន្តពាលធ្វើបាបនារីទុនខ្សោយតែប៉ុណ្ណោះតែអូននៅឯណាតោះបងជូនប្អូនទៅផ្ទះវិញតោះយើងទៅ ម៉ែតាមពិតអ្នកម៉ែដែលនាំយើងមកនៅផ្ទះជាមួយនេះគាត់មិនមែនជាមនុស្សល្អទេគាត់គឺជាអ្នកដឹកញីវស៊ីឈ្មោលកូនស្ទើរតែត្រូវគេធ្វើបាបទៅហើយដែលគាត់ឲ្យខ្ញុំទៅដើរលេងជាមួយបរិសម្នាក់នោះតាមពិតគេបំរុងយកកូនទៅធ្វើបាបទេណាម៉ែកូនរត់ទៅរត់ឲ្យឆ្ងាយពីពួកមនុស្សអាក្រក់នេះម៉ែមិនចង់ឲ្យកូនលំបាកទេម៉ែសុំទោសដែលម៉ែមិនអាចការពារកូនបាន នាងកុំរត់នាងត្រូវតែសងគុណខ្ញុំបានចិញ្ចឹមនាងខ្ញុំមានសិទ្ធិលើនាងត្រូវតែធ្វើតាមអ្វីដែលខ្ញុំប្រាប់ ម៉ែ
ម៉ែជាមនុស្សអាក្រក់ម៉ែជាម៉ែចែមម៉ែបោកប្រាស់នីតាស្អប់ម៉ែនីតាស្អប់មនុស្សអាក្រក់កូនរត់ចេញពីនេះទៅកូនម៉ែឈឺចាប់ណាស់ម៉ែប្រកាសជាមិនរស់ទេម៉ែសូមលាកូនសិនហើយសូមកូនរត់ចេញទៅឥឡូវនេះភ្លាមទៅម៉ែសូមម៉ែកុំទៅចោលកូនអីម៉ែត្រឡប់មកវិញមកម៉ែធ្វើម៉េចទេម៉ែខ្ញុំត្រូវតែរត់ចេញពីទីនេះកូនសូមលាម៉ែសិនហើយនៅពេលនីតារត់គេចចេញពីផ្ទះម៉ែយាយមានជនអន្តពាល2នាក់បានរត់ដេញតាមនាងក្នុងគោលបំណងធ្វើបាប ហានាងកុំរត់ទៅណានាងមកសប្បាយជាមួយពួកយើងមកយើងនាំនាងទៅសប្បាយ ជួយផងអ្នកណាក៏បានដែរមានគេដេញតាមធ្វើបាបខ្ញុំហើយជួយខ្ញុំផង មានរឿងអីនឹងក្មួយមានរឿងអីណែអ្នកទាំងពីរមិនក៏ដេញតាមធ្វើបាបនាងដូច្នេះសូមពួកឯងជប់ធ្វើបាបនាងទៅយើងត្រូវតែបណ្ដឹងឯងម្ដង នាងមិនអីទេអីហេតុអ្វីបានជានាងដើររត់តាមផ្លូវតែម្នាក់ឯងយ៉ាងដូចនេះហើយនាងមានរឿងអ្វីដែរ ចាលោកពូដោយសារតែខ្ញុំរត់ចេញពីផ្ទះដែលគេបោកប្រាស់ខ្ញុំឥឡូវខ្ញុំគ្មានកន្លែងណាដែលត្រូវទៅទៀតទេសូមលោកពូជួយខ្ញុំផងនីតាខ្លាចណាស់ពូនីតាស្ទើរតែត្រូវគេចាប់រំលោភហើយនីតាសុំស្នាក់នៅផ្ទះពូបានទេនីតាមិនដឹងថាត្រូវទៅទីណាទេ មិនអីទេក្មួយអាចទៅសម្រាកនៅផ្ទះពូចោះផ្ទះពូតូចមែនប៉ុន្តែនីតាអាចសម្រាកបានតោះយើងទៅក្មួយស្រីយើងមកដល់ផ្ទះរបស់ពូហើយនោះគឺជាប្រពន្ធរបស់ពូតោះយើងចូលទៅក្នុងផ្ទះ ឯងដឹកមួយមកពីណាស្អាតម្លេះនាងមកពីណាដែរ ឯងនាងគឺជានារីរងគ្រោះត្រូវក្រុមជនអន្តពាលតាមធ្វើបាបហើយត្រូវបងប្រទះឃើញតាមផ្លូវហើយក៏ជួយសង្គ្រោះនាងទៅនាងគួរឲ្យអាណិតខ្លាំងណាស់ អូក្មួយកុំយំទៅមកក្នុងផ្ទះសិនមកផ្ទះយើងតូចមែនតែអាចឲ្យក្មួយច្រកបានក្មួយកុំភ័យអីយើងនឹងការពារក្មួយ ឯងយើងត្រូវតែជួយក្មេងស្រីម្នាក់នេះនាងកំសត់ខ្លាំងណាស់នាងត្រូវគេបោកប្រាស់ហើយតែត្រូវគេធ្វើបាបទៀត ចាស់បងខ្ញុំដឹងហើយតែយើងក៏មិនសូវមានលុយកាក់ដែរមិនដឹងជាអាចជួយក្មួយបានកម្រិតណាទេខ្ញុំបារម្ភថាយើងនឹងមានបញ្ហាហើយនីតាសូមអរគុណពូនឹងមេងទុកជាមុននីតានឹងជួយធ្វើការផ្ទះនឹងមើលថែទាំពូមីងនីតានឹងមិនធ្វើឲ្យពូមីងពិបាកទេ ក្មួយកុំធ្វើបែបនេះអីពួកយើងនឹងជួយក្មួយដោយមិនគិតពីអ្វីទាំងអស់ក្មួយគឺជាកូនរបស់យើងហើយ ចាស់ក្មួយចាប់ពីថ្ងៃនេះទៅក្មួយគឺជាកូនរបស់យើងក្មួយកុំគិតច្រើនក្មួយទៅសម្រាប់ឲ្យបានច្រើនណាស់ អ
ម្លេចឡើយសែនវេទនីកើតមកជានាងកំព្រីរងសែនវេទនីពីនាងម្ដាយកូនខ្ញុំត្រូវតែខំតស៊ូដើម្បីអនាគតថ្មីទោះជាម្ដេចក្ដីខ្ញុំត្រូវតែទៅមុខខ្ញុំសង្ឃឹមថាបានក្ដីសុខខំប្រឹងទៅមុខរៀងរហូតអើយរស់នៅនាងឯងកណ្ដោយកណ្ដែងគ្មាននាងរៀងសាព្រួយទន្ទឹងទាំងទុកខ្លោចផ្សាក្រែងមានវាសនាបានសុខសាន្តអើយ អូអស្ចារ្យមែនសូមកោតសរសើរនីតាពិតជាច្រៀងបានពិរោះណាស់មានផ្លូវហើយខ្ញុំមានផ្លូវហើយអស្ចារ្យមែនយេអស្ចារ្យលោកពូអស្ចារ្យយ៉ាងម៉េចទៅពូខ្ញុំគ្រាន់តែច្រៀងលេងទេតា មានផ្លូវហើយក្មួយសំលេងក្មួយពិរោះខ្លាំងយ៉ាងនេះពូនឹងទៅសុំថៅកែបាដើម្បីសុំច្រៀងនៅក្នុងបាររបស់គាត់ដើម្បីបានប្រាក់កម្រៃចិញ្ចឹមជីវិតណាក្មួយពិតជាល្អខ្លាំងណាស់ពូសប្បាយចិត្តខ្លាំងណាស់ណាក្មួយសូមអបអរសាទរពូនឹងទៅសុំថៅកែបាដើម្បីឲ្យក្មួយច្រៀងនៅក្នុងបារនោះហើយ ដោយសារសំឡេងច្រៀងដ៏ពិរោះរបស់នីតាពូធឿនបាននាំនាងទៅសុំការងារច្រៀងនៅឯបារមួយកន្លែងដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិតនិងជួយសម្រួលបន្ទុកគ្រួសារនីតាសង្ឃឹមថានាងអាចចាប់ផ្ដើមជីវិតថ្មីនៅទីនេះ បងខ្ញុំសូមឲ្យក្មួយស្រីខ្ញុំម្នាក់នេះច្រៀងនៅបាររបស់បងបានទេនាងច្រៀងពិរោះណាស់ប្រកាសជាមានភ្ញៀវចូលចិត្តហើយបាររបស់បងនឹងល្បីហើយ នាងចេះច្រៀងមែនទេហ្នឹងមើលទៅសំសួនតែប៉ុណ្ណឹងខ្ញុំមិនជឿថានាងច្រៀងពីរោះទេចាំមើលសិនចុះបើសិននាងច្រៀងមិនពីរោះខ្ញុំនឹងដេញនាងចេញភ្លាមហើយខ្ញុំនឹងមិនបើកលុយឲ្យនាងមួយរៀលទេ បាទលោកថៅកែសូមអរគុណលោកថៅកែខ្លាំងណាស់លោកថៅកែសារឲ្យគាត់ច្រៀងមើលសិនទៅលោកថៅកែនឹងដឹងថានាងច្រៀងបានពិរោះយ៉ាងណាហើយសូមអរគុណលោកថៅកែ អ
នារីដែលធ្លាក់រោគពណ៌សនោះគឺខ្ញុំធ្លាប់ជួយនាងនៅតាមផ្លូវតែបំរុងធ្វើបាបនាងឥឡូវឃើញនាងកំពុងតែច្រៀងនោះហើយ អូអូនស្គាល់នាងដែរនាងគឺជាក្មួយរបស់ពូថ្ងៃមុនពូក៏បានជួយសង្គ្រោះនាងនៅពេលដែលជួនអន្តពាលបំរុងធ្វើបាបនាងនៅតាមផ្លូវដែរនាងច្រៀងពីរោះខ្លាំងណាស់ណាក្មួយ អូល្អខ្លាំងណាស់លោកពូខ្ញុំចង់ច្រៀងលេងនិងចង់រាំលេងជាមួយនាងជំរាបសួរបងប្រុសគឺបងប្រុសហើយដែលបានជួយខ្ញុំនៅតាមផ្លូវថ្ងៃមុនបើសិនតែកុំបានបងប្រុសជួយតាន់ពេលវេលាកុំអីខ្ញុំត្រូវពួកអន្តពាលធ្វើបាបបាត់ទៅហើយខ្ញុំសូមអរគុណបងប្រុសខ្លាំងណាស់មិនអីទេបងស្រីដោយសារខ្ញុំឃើញពួកជនអន្តពាលធ្វើបាបនារីជនខ្សោយនៅតាមផ្លូវតែប៉ុណ្ណោះខ្ញុំចង់សូមបងស្រីរាំជាមួយនិងច្រៀងជាមួយបងស្រីមួយបទពីរបទបានទេជីវិតខ្ញុំអើយម្លេចឡើយសែនវេទនាកើតមកជានាងកំព្រីរងសែនវេទនាពីនាងម្ដាយកូនខ្ញុំត្រូវតែខំតស៊ូដើម្បីអនាគតថ្មីទោះជាម្ដេចក្ដីខ្ញុំត្រូវតែទៅមុខខ្ញុំសង្ឃឹមថាបានក្ដីសុខខំប្រឹងទៅមុខរៀងរហូតអើយរស់នៅនាងឯងកណ្ដោយកណ្ដែងគ្មាននាងរៀងសាព្រួយទន្ទឹងទាំងទុកខ្លោចផ្សាក្រែងមានវាសនាបានសុខសាន្តអើយបងជាកំឡោះចិត្តស្មោះស្វែងរករូបស្រីសូមអូនកុំភ័យបងធានាក្តាំងធ្នមតាបងស្រឡាញ់តែស្រស់យ៉ាងមេមកជាគូស្នេហ៍រៀងដល់អើយបងជាកំឡុងឆ្នៃដោយស្មោះគ្មានចិត្តវាចវេបងថ្នាំងធ្នមថានាងមេ
មិនអើយសៅមកយើងទាំងពីររស់ជាគូក្រងមិនអើយសៅមកដោយសុខសាន្តអើយ អូអូនស្គាល់នាងដែរនាងគឺជាក្មួយរបស់ពូថ្ងៃមុនពូក៏បានជួយសង្គ្រោះនាងនៅពេលដែលជួនអន្តពាលបំរុងធ្វើបាបនាងនៅតាមផ្លូវដែរនាងច្រៀងពីរោះខ្លាំងណាស់ណាក្មួយយេអស្ចារ្យក្មួយខ្ញុំពិតជាជាងពីរោះមែនខ្ញុំសប្បាយចិត្តណាស់អស្ចារ្យណាស់ក្មួយខ្ញុំ រ៉ាបានលងស្នេហ៍នីតាតាំងពីបានស្គាល់នាងច្រៀងជាលើកដំបូងគាត់តែងតែមកមើលថែនាងនិងជួយនាងជានិច្ច នីតានេះជាផ្ទះរបស់បងនឹងណែនាំអូនដើម្បីទៅជួបម្ដាយរបស់បងដើម្បីឲ្យគាត់បានស្គាល់ រ៉ាបានសម្រេចចិត្តនាំនីតាទៅជួបម្ដាយរបស់គេគឺលោកស្រីលីតែលោកស្រីលីមិនពេញចិត្តនីតាទេព្រោះនាងជាអ្នកចម្រៀងក្រីក្រមិនសមនឹងកូនប្រុសរបស់គាត់លោកស្រីចង់ឲ្យរ៉ារៀបការជាមួយកូនស្រីអ្នកជំនួញដ៏ល្បីល្បាញ ជម្រាបសួរអ្នកមីងខ្ញុំឈ្មោះនីតាម៉ែខ្ញុំស្រឡាញ់នីតាខ្ញុំចង់រៀបការជាមួយនាងជាមនុស្សស្រីដ៏ល្អបំផុតដែលខ្ញុំធ្លាប់ជួបនាងមានចិត្តល្អនិងមានទេពកោសល្យផងដែរណាម៉ែ នាងជាអ្នកចម្រៀងនាងមិនសមនឹងកូនប្រុសខ្ញុំទេកូនប្រុសខ្ញុំសង្ហាមានទ្រព្យស្ដុកស្ដំគួរតែរៀបការជាមួយកូនអ្នកមានដូចគ្នាដើម្បីឲ្យគ្រួសារយើងកាន់តែរុងរឿងទេខ្ញុំមិនយល់ព្រមទេខ្ញុំមិនអាចឲ្យកូនប្រុសខ្ញុំរៀបការជាមួយស្រីក្រីក្របានទេវានឹងធ្វើឲ្យគ្រួសារយើងបាត់បង់កិត្តិយសខ្ញុំមិនចង់ឲ្យគេសើចចំអកឲ្យគ្រួសារយើងទេ លោកអ៊ំនីតាសុំទោសនីតាមិនគួរស្រឡាញ់កូនប្រុសរបស់លោកអ៊ំទេនីតានឹងចាកចេញពីជីវិតរបស់រ៉ាតានឹងមិនធ្វើឲ្យរ៉ាលំបាកទេនីតាកុំនិយាយបែបនេះខ្ញុំស្រឡាញ់នីតាហើយខ្ញុំនឹងមិនឲ្យនីតាទៅណាទេខ្ញុំនឹងតស៊ូដើម្បីស្នេហារបស់យើងឯងមានតតាំងជាមួយម៉ែឯងដឹងទេថាម៉ែអាចធ្វើអីក៏បានដែរម៉ែអាចធ្វើឲ្យនាងបាត់បង់ការងារម៉ែអាចធ្វើឲ្យនាងវេទនា ទីបំផុតរ៉ាបានតស៊ូរហូតដល់ម្ដាយរបស់គេយល់ព្រមឲ្យគាត់រៀបការជាមួយនីតាពួកគេបានរៀបការនិងកសាងគ្រួសារដ៏មានសុភមង្គលពួកគេបានបង្ហាញឲ្យឃើញថាស្នេហាពិតអាចយកឈ្នះអ្វីៗគ្រប់យ៉ាងបានទោះបីជាមានឧបសគ្គធំធេងយ៉ាងណាក៏ដោយ បំផុតពួកយើងបាននៅជាមួយគ្នាហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់ខ្ញុំសន្យាថានឹងស្រឡាញ់និងថែរក្សានីតាជារៀងរហូតខ្ញុំនឹងធ្វើជាប្តីនិងជាឪពុកដ៏ល្អនីតាក៏សប្បាយចិត្តណាស់នីតាសន្យាថានឹងធ្វើជាប្រពន្ធដ៏ល្អនិងមើលថែរ៉ានិងកូនរបស់យើងនីតានឹងធ្វើឲ្យគ្រួសារយើងមានសុភមង្គល ស្នេហាពិតតែងតែឈ្នះអ្វីៗគ្រប់យ៉ាងភាពស្មោះត្រង់ការលះបង់និងការអត់ធ្មត់គឺជាគន្លឹះនៃសុភមង្គលគ្រួសាររឿងស្នេហ៍ភក្តីបានបញ្ចប់ដោយបរិបូរណ៍និងក្តីសង្ឃឹម